បាទសូមជម្រាបសួរថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងទង្វើទាំងនេះនឹងបំផ្លាញខ្លួនឯងមួយថ្ងៃបន្តិចទង្វើទី1គឺខ្ជិលធ្វើឲ្យខ្លួនអ្នកស្រួលតែក៏ជាអ្វីដែលបំផ្លាញអ្នកមិនដឹងខ្លួនដែរចំណុចទី2ការពន្យាពេលបើថ្ងៃនេះមិនធ្វើអ្នកនឹងគ្មានឱកាសធ្វើវាជារៀងរហូតទី3លេះអ្នកណាក៏មានហេតុផលដែរតែហេតុផលទាំងនោះគ្រាន់តែជាលេសទី4មួយថ្ងៃកាត់មួយថ្ងៃកោធ្វើអ្វីក៏មិនបានសម្រេចដែរចំណុចទី5ខ្លាចរឿងអ្វីក៏មានលើកទី1ដែរបើមិនធ្វើថ្ងៃនេះថ្ងៃក្រោយគង់តែជួបដដែលសូមជួយចុច Subscribe នៅខាងក្រោមវីដេអូនេះសូមអរគុណច្រើន